Và số sợi nợ nhé cái này dương cho đo việc ô thay mới tiếp mẹ đến thay ní cứ giờ này chơi tiếp tục từ nâng cao cầm đặt cái bàn ok đây dương tên cầm đặt mà chín nứng tay dương cho tới dương từ từ mày ok dương ba ở con thì vượt bởi dương máu nhưng ba cái đặt thay muối ok trong lại ní bây giờ dương ba cái đặt thay máu nhưng mà toàn ban cầm đặt cái đá thì bà sẽ dương cho cầm đặt cái đá vía dương cho một toàn lấy leo ảo các cầm đặt cái đá nứng đó sợ គេប្រើសម្រាប់ធ្វើអ្វីការកំណត់ក្រដាសហ្នឹងគឺប្រើសម្រាប់កំណត់គម្លាតក្រដាសដូចថាពេលនេះឧទាហរណ៍ថាយើងសេចូលទៅគឺវាលោតចាប់ពីកន្លែងនេះទៅអញ្ចឹងបើសិនជាយើងចង់កំណត់ឲ្យវាលោតប្រវែងណាដូចជាលោតពីត្នេះទៅឬក៏ពីត្នេះទៅអីអាហ្នឹងពីអាស្រ័យលើយើងទេអញ្ចឹងអូខេខ្ញុំប្រាប់ពីរបៀបកំណត់យើងចូលមកត្រង់កន្លែង layout ត្រង់កន្លែងនេះមានកន្លែង page setup ចុចចូលត្រង់កន្លែងអាសាទូចនៅត្នេះមកវាលោតទាំងបែបនេះយើងចឹងdefault របស់វាឬក៏វាឲ្យមកស្រាប់គឺ 2.54 ទាំងលើគម្លាតខាងលើ 2.54 ខាងឆ្វេង 2.54 រហូតដល់ខាងស្ដាំ 254 ទាំងអស់អញ្ចឹងប្រសិនបើយើងចង់កែឧទាហរណ៍ខ្ញុំចង់កែដាក់ថា1ទេឬក៏1កន្លះអូខេខ្ញុំដាក់ 1.5 ខ្ញុំអានេះវាគិតខ្ញុំគិតថាវាឃ្លាតឆ្ងាយពេកអញ្ចឹងខ្ញុំចង់បានរឿងកប់បន្តិចខ្ញុំដាក់ 1.5 មួយទៀតអូខេអញ្ចឹងឆ្វេងស្ដាំលើក្រោមគឺខ្ញុំដាក់ 1.5 ទាំងអស់អានឹងអាស្រ័យលើអ្នកទាំងអស់គ្នាចង់បានប៉ុណ្ណាយកប៉ុណ្ណឹងទៅខ្ញុំយកប៉ុណ្ណាហើយត្រង់កន្លែងនេះក្តារផ្ដេកឬក៏ក្តារឈរបើសិនជាចង់បានក្តារផ្ដេកយក portrait នេះមកបើសិនចង់បានក្តារឈរយកត្រង់កន្លែង landscape នេះយើងមើលរូបក៏ដឹងដែរអូខេហើយខ្ញុំយកក្តារឈរហើយខ្ញុំចុច OK អូខេអញ្ចឹងឃើញទេ 1.5 វារៀងគីរៀងអូខេហ្នឹងរបៀបកំណត់ក្តារមួយទៀតរបៀបកំណត់ទាក់ទងទៅនឹង paragraph ហ្នឹងបាននេះមិនទាក់ទងនឹងកថាខណ្ឌអញ្ចឹងបានន័យថាឧទាហរណ៍ថាយើងសេចប់មកកថាខណ្ឌខ្ញុំដាក់ Cambodia ចុះអូខេអញ្ចឹងពេលយើង enter មកឧទាហរណ៍ថាយើងវាយ Cambodia ចូលទៀតអញ្ចឹងអូខេអក្សររបស់យើងមានអារម្មណ៍ថាវាឃ្លាតគ្នាមែនអត់អញ្ចឹងបើសិនជាយើងចង់ឲ្យវារៀងកប់គ្នាអញ្ចឹងមុននឹងវាយយើងទៅកំណត់វាសិនរបៀបកំណត់ខ្ញុំសោះ copy នេះសិនកាត់អញ្ចឹងអ្នកគ្នាចូលមកលាវអាវដដែលមុនយើងកំណត់ page setup ប៉ុន្តែអត់ទេឡើងនេះយើងកំណត់ខាងលើ paragraph នេះម្ដងគឺគណៈតាខណ្ឌហ្នឹងយើងចូលមកអូខេឥឡូវវាលោតទាំងបែបនេះឲ្យយើងអញ្ចឹងយើងមើលត្រង់កន្លែងនេះត្រង់កន្លែងនេះវាមាន paragraph zone ហ្នឹងអីទេយើងយកថាយើងផ្ដោតសំខាន់ទៅត្រង់កន្លែង line spacing នេះbefore បានន័យថាខាងលើ after ខាងក្រោមអញ្ចឹងគម្លាតយើងចង់ដាក់បណ្ណាបើថាកប់យើងដាក់0 0ចេញមកហើយយើងយកនេះ single មកដើម្បីឲ្យវាកប់ល្អអញ្ចឹងអូខេអញ្ចឹងយើងចុច OK មកឧទាហរណ៍ពេលយើងវាយពាក្យមិញចូលអូខេមិញវានេះលោតមកវិញខ្ញុំសុំទៅកំណត់ម្ដងទៀត0 0 single ហើយអូខេអញ្ចឹងពេលដែលខ្ញុំ enter ឃើញកប់ជាងមុនអត់អូខេបូតអូខេអញ្ចឹងយើងមើលយើងថាខណ្ឌរបស់យើងពីមកថាខណ្ឌទៅមកថាខណ្ឌគឺវាកប់ជាងមុននឹងជារបៀបកំណត់ក្រដាសបើសិនអ្នកគ្នាមានចម្ងល់ឬក៏សំណួរអីអ្នកគ្នាអាចសួរខ្ញុំបានតាក់ទងមកខ្ញុំតាមរយៈអូខេអ្នកគ្នាអាចតាក់ទងមកខ្ញុំតាមរយៈនេះបានTelegram ខ្ញុំមួយនេះឬក៏លេខទូរស័ព្ទនេះហើយឥឡូវអ្នកគ្នាកំពុងតែមើល YouTube ហ្នឹងឬក៏មើលនៅលើ TikTok អីហ្នឹងទៅតែបើចង់មកសួរខ្ញុំទៅអាចតាក់ទងតាមនេះជា link របស់ Telegram ខ្ញុំអរគុណចំពោះការតាមដាននៅមេរៀនមួយនេះសង្ឃឹមថាអ្នកអាចធ្វើបានដល់គ្នាសូមអរគុណ